ចាសួស្តីបងប្អូនតេជន់ថ្ងៃនេះមកបង្ហាញគោយន្តសាំងដោយសពមួយដងអញ្ចឹងចាប៉ុន្តែសម្រាប់មួយគ្រឿងនេះគឺរៀងប្លែកជាងរាល់ដងបន្តិចចាតាមពិតគោយន្តទេចាគ្មានអីប្លែកខុសពីរាល់ដងហើយអ្វីដែលប្លែកហ្នឹងគឺជាកង់គោយន្តនេះឯងចាដោយសារកង់គោយន្តនេះគឺជាប្រភេទកង់ស្ដើងហើយកង់ដៃចាគឺថតបងបានមើលបន្តិចចាគឺទទឹងកង់គឺតូចទេហើយការធ្វើឡើងនេះមិនចេះតែធ្វើទេគឺគេមានគោលដៅគេច្បាស់លាស់ចាគឺសម្រាប់កង់ស្ដើងនេះគឺបងអាចយកទៅប្រើនៅក្នុងចន្លោះរងដំណាំដែលតូចពិបាកក្នុងការចូលអីគឺបងយកប្រភេទនេះចាព្រោះដោយសារកង់កស៊ូពេលខ្លះបើសិនជាចន្លោះរងបងតូចចាគឺវាអាចកិនវាអាចពិបាកក្នុងការលើករងចាបើសិនជាបងមានគោយន្តប្រភេទកង់ស្ដើងបែបនេះបងចង់លើករងចន្លោះរងបងតូចអីគឺបងងាយស្រួលចាហើយនេះគឺជាផ្លែលើករងចាហើយនៅពេលបងលើករងគឺបងអាចបិទបើកបាំងសងខាងបានចាចង់ឲ្យដីជះធំណាធំណីអីគឺបងអាចស្រ័យស្រង់តាមជាក់ស្ដែងបានចានិយាយគេធ្វើមកគឺមកស្រួលប្រើហ្មងចាអត់ឲ្យបងពិបាកទេចាវ៉ាន់ជប៉ុនគឺគេ detail ឲ្យយើងតែម្ដងចាទៅតាមមុខងារនីមួយចាហើយសម្រាប់គោយន្តនេះគឺមានពីរមុខងារក្នុងម៉ាស៊ីនតែមួយគឺមានវាយដីជាមួយនឹងលើករងបើដៃនៅខាងម៉ាស៊ីនបែបនេះគឺបងអាចប្រើក្នុងការលើករងបានហើយបើសិនជាបងចង់វាយដីគឺបងគ្រាន់តែធ្វើការបង្វិលដៃគឺវាបដូរមុខងារអូតូម៉ាទិកទៅជាមុខងារវាយដីតែម្ដងអញ្ចឹងសម្រាប់បងអតិថិជនដែលចង់បានប្រភេទគោយន្តលើករងដែលអាចធ្វើបាននៅចន្លោះរងតូចហើយចំពោះម៉ាស៊ីនវិញគឺកម្លាំងធំចាគឺកម្លាំងវារហូតដល់6សេសអញ្ចឹងបងអាចធ្វើការកម្លាំងបានបញ្ជាក់ជូនសម្រាប់គោយន្តនេះគឺយើងនៅក្នុងស្តុកគឺយើងមានតែមួយគ្រឿងទេចាបងដែលមានតម្រូវការមកអាចធ្វើការកម្លាំងឥឡូវនេះបានអរគុណសម្រាប់ការតែងតែជួយ like share និង comment នៅរាល់វីដេអូរបស់តុងមេងរី